ជាដំបូងខ្ញុំសូមធ្វើការគោរពជំរាបសួរដល់អ្នកទាំងអស់គ្នាដែលបានចូលទស្សនានៅវីដេអូមួយនេះហើយថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយអំពីពាក្យបច្ចេកទេសនីតិសាស្ត្រមួយចំនួនជាភាសាខ្មែរអង់គ្លេសនិងចិនចំនួន10ពាក្យសម្រាប់អ្នកទាំងអស់គ្នាឥឡូវនេះយើងចូលមកកាន់ពាក្យខ្លីរបស់យើងដែលពាក្យទី1ច្បាប់ឬក៏នីតិដែលជាភាសាអង់គ្លេសយើងអានថា law ជាភាសាចិនយើងអានថា法律ពាក្យទី2សាកសួរចម្លើយជាភាសាអង់គ្លេសយើងអានថា interrogation ជាភាសាចិនយើងអានថា审问ពាក្យទី3ធ្វើកំណត់ត្រា record ជាភាសាចិនយើងអានថា做笔录ពាក្យទី4ឃាតកម្ម murder ជាភាសាចិនយើងអានថា谋杀ពាក្យទី5មេធាវី lawyer ឬក៏យើងអាចហៅបានម្យ៉ាងទៀតថា attorney at law ជាភាសាចិនយើងអានថា律师ឥឡូវនេះយើងចូលមកដល់ពាក្យទី6ជនសង្ស័យជាភាសាអង់គ្លេសយើងអានថា suspect ជាភាសាចិនយើងអានថា嫌疑人ពាក្យទី7ចាប់ចម្រិត kidnap ដែលភាសាចិនយើងអានថា绑架ពាក្យទី8ចោរលួច thief 小偷ពាក្យទី9ឆក់ប្លន់ robbery 抢劫ពាក្យទី10ប៉ុស្តិ៍ប៉ូលីសឬក៏ប៉ុស្តិ៍សន្តិសុខជាភាសាអង់គ្លេសយើងអានថា police station និងភាសាចិនយើងអានថា公安局ឥឡូវនេះការធ្វើបទបង្ហាញរបស់ខ្ញុំមកដល់ទីបញ្ចប់សូមអរគុណចំពោះការតាមដានទស្សនាបើមានសំណួរឬក៏មានមតិកែលម្អបងប្អូនអាចផ្ញើសារតាមប្រអប់សារបានសូមអរគុណ